បបពិសោធន៍ជិះឡូរីឆ្លងថ្នល់លើកទី1សប្បាយក៏សប្បាយស្រាវក៏ស្រាវតែឲ្យតែបានទៅបាត់ដបងអត់ដែលភ្លេចទេចូលបានស្រង់លោកតាដបងកញ្ញូមួយសិនមុននឹងទៅដបងឡើយគឺទៅរកជួបម៉ូតូគេជិះសិនអញ្ចឹងយើងមកដល់កន្លែងជិះឡូរីហើយចង់បញ្ជាក់ថាកន្លែងជិះឡូរីគឺមាន2កន្លែងហើយកន្លែងដែលខ្ញុំមកនឹងគឺកន្លែងសហគមន៍កន្លែងមួយទៀតគឺនៅម្ដុំខាងភ្នំបណន់តែខ្ញុំជ្រើសយកមកជិះនៅខាងសហគមន៍វិញដោយសារខ្ញុំចង់ទទួលយកបបពិសោធន៍បងប្អូនអ្នកភូមិនៅតំបន់ហ្នឹងហើយឡូរីនឹងគឺពេលដែលយើងទៅដល់ជិះឲ្យគ្រប់6ទៅ8នាក់បានគេចេញហើយតម្លៃជិះក្នុងម្នាក់ដូចជា10000រៀលទេប៉ុន្តែខ្ញុំចាំមិនច្បាស់ដែរតែគឺប្រហែលជាប៉ុណ្្នឹងទេតែបើយើងចង់ប្រញាប់យើងអាចមកគាត់បានហើយគេជិះកាត់ភូមិកាត់ស្រែឆ្លងអូពេញនឹងសំខាន់ឆ្លងផ្លូវទៀតហើយយើងអ្នកជិះនេះមើលឆ្វេងមើលស្ដាំជាងអ្នកបើកទៀតបន្ទាប់ពីឆ្លងហើយគេក៏មកតម្លាក់យើងនៅស្រែហើយយើងដើរថតរូបមើលស្រែលេងអញ្ចឹងបន្ទាប់ពីជិះឡូរីហើយក៏ឈានចូលលេងផ្ទះបុរាណខ្មែរមួយទៀតដែលគេហៅថាផ្ទះប៉ិតចំពោះផ្ទះនេះគឺមានអាយុកាលជាង100ឆ្នាំហើយត្រូវបានកសាងឡើងនៅឆ្នាំ1920ហើយក្រុមគ្រួសារបងស្រីក៏បានកែច្នៃផ្ទះគាត់ឲ្យក្លាយជាផ្ទះបុរាណដើម្បីទាក់ទាញភ្ញៀវទេសចរហើយគាត់មានជាការណែនាំផ្ទះបុរាណរបស់គាត់ទៅកាន់ភ្ញៀវទេសចរគ្រប់គ្នាជាក្រុមបើសិនជាយើងចង់ស្ដាប់ពីប្រវត្តិផ្ទះហើយយើងអត់ចង់ចាំយូរទេអាចចូលរួមស្ដាប់ជាមួយនឹងភ្ញៀវបរទេសបានហើយបើសិនជាយើងចង់ស្ដាប់ជាភាសាខ្មែរដោយយើងចាំបន្តិចព្រោះដោយសារគាត់មានភ្ញៀវបរទេសច្រើនមែនទែនហើយផ្ទះបុរាណហ្នឹងគឺធ្វើពីឈើ3ប្រភេទដែលមានផ្នែកដំបូលហើយនិងសសរធ្វើពីឈើផ្ចឹកហោណាំងធ្វើពីឈើកកេះហើយផ្នែកខាងក្នុងផ្ទះធ្វើពីឈើបេងដែលនៅក្នុងរាជការព្រះបាទស៊ីសុវត្ថិហើយផ្ទះបុរាណនេះមានបណ្ដោយ29ម៉ែត្រនិងទទឹង 10.5 ម៉ែត្រដែលស្ថិតនៅក្នុងភូមិវត្តគោសង្កាត់វត្តគោក្រុងបាត់ដំបងខេត្តបាត់ដំបងចម្ងាយត្រឹមតែ2គីឡូម៉ែត្រពីសាលាខេត្តបាត់ដំបងអញ្ចឹងបើសិនជាអ្នកទាំងគ្នាបានទៅលេងខេត្តបាត់ដំបងហើយកុំភ្លេចឈានចូលលេងផ្ទះបុរាណនេះផងហើយជិះឡូរីផងណាបាយបាយ